ពុកដល់ម៉ោង8ណាស់ហើយបាទអញ្ចឹងពួកណៃកុំភ្លេចយកបានសមត្ថភាពទៅផងបាទបងបានមកយីណាអរគុណសុខុមមករយៈហ្នឹងឃើញសេនាអាសាមើលមកផ្ទះខ្ញុំមានការអីមែនអូដោយសារខ្ញុំឃើញអ្នកផ្ទះសុខុមឧស្សាហ៍ទៅមណ្ឌលសុខភាពតែដូចជាខុសខ្វាយរឿងចំណាយអីសោះអូអញ្ចឹងឯងនេះមកវិញខ្ញុំមានបានសមត្ថភាពដែលជាកម្មវិធីមូលនិធិសមត្ថភាពរបស់សុខាភិបាលដែលបងថ្លៃដោយរដ្ឋាភិបាលទៅលើសេវាសុខាភិបាលផ្សេងដូចជាបង្ការពិនិត្យព្យាបាលសម្រាលកូននិងស្ដារនីតិសម្បទាករណីខ្លះជួយលើថ្លៃធ្វើដំណើរអាហារវិភាគធាតុមន្តសពទៀតសេនាបើចង់ដឹងព័ត៌មានច្បាស់សេនាអាចទៅមណ្ឌលសុខភាពដើម្បីសួរព័ត៌មានលម្អិតបានណាសេនាអូខ្ញុំមានបានសមត្ថភាពនឹងដែរតាតែដៃប្រើសោះអរគុណណាស់សុខុមបាទអត់អីទេអរគុណយាយនៅនេះសោះសេនាចាពុកខ្ញុំមកយាយម៉ែបើមិនយើងទៅមណ្ឌលសុខភាពហ្មងទៅម៉ែលុយគេនិយាយថាត្រូវចំណាយច្រើនណាហើយមិនស្រួលនឹងពេទ្យគេមិនយកចិត្តទុកដាក់យើងទេកូនអើយតែកូននឹងសុខុមនិយាយថាបើយើងប្រើបានសមត្ថភាពនេះយើងមិនបាច់ចំណាយទេចាំកូនទៅពឹងគាត់សុខុមមានការអីមែនម៉ែខ្ញុំក៏អត់ខ្លាំងដែរជួយជូនគាត់ទៅមណ្ឌលសុខភាពផងម៉ែណត់បានអញ្ចឹងសេនាកុំភ្លេចយកបានសមត្ថភាពទៅផងណាចាគង់តែបានសុខុមកុំអីខ្ញុំហ៊ានជួយម៉ែទៅមណ្ឌលសុខភាពទេជាសួរលោកគ្រូមានសួរលោកគ្រូខ្ញុំមកបងផ្សាយសេវាមានបានសមត្ថភាពនេះលោកគ្រូអញ្ចឹងសម្រាប់ថ្លៃទូទាត់គឺយើងបានទូទាត់រួចអស់ហើយអរគុណច្រើនលោកគ្រូខ្ញុំនឹកស្មានថាបានសមត្ថភាពនេះមានអត្ថប្រយោជន៍និងងាយស្រួលប្រើដល់ម្លឹងសោះបាទបុគ្គលិកពេទ្យទាំងអស់នៅតែរក្សាការយកចិត្តទុកដាក់នៅក្នុងការបម្រើសេវាសុខាភិបាលសម្រាប់មនុស្សគ្រប់រូបដូចគ្នានៅពេលដែលបងប្រើបានសមត្ថភាពមួយនឹងហើយអ្វីដែលពិសេសបងត្រូវតែរក្សាបានមួយនេះឲ្យល្អកុំឲ្យជប់បាត់ហើយបងពិតជាសំណាងមែនទែនដែលបងជាមួយស្វាមីបាននាំអ្នកវិញមកតាន់ពេលម៉ែតើតែម៉ែខ្ញុំតាន់ជាសោះជួយជូនពួកខ្ញុំទៅមណ្ឌលសុខភាពដងទៀតបានអត់បាទបានតាតាមស្ថានភាពរបស់ម្ដាយប្អូនខ្ញុំណែនាំឲ្យបញ្ជូនគាត់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកវិញចោះថ្លៃចំណាយអ្នកគ្រូកុំបារម្ភអីប្អូនអាចនាំវិញទៅបានដោយប្រើបានសមត្ថភាពនេះយើងរីករាយនឹងជួយប្អូនអញ្ចឹងប្អូនហើយនឹងស្វាមីទៅរកកន្លែងអង្គុយរងចាំសិនទៅខ្ញុំនឹងរៀបចំឯកសារបញ្ជូនឲ្យអរគុណច្រើនអ្នកគ្រូខ្ញុំនឹកស្មានថាបាននេះអាចខ្លាចជាកំណត់ព្រោះជួយជីវិតម៉ែខ្ញុំបានសោះចឹងប្អូនហើយនឹងស្វាមីទៅរកកន្លែងអង្គុយរងចាំសិនទៅអេគិតអីហ្នឹងខ្ញុំនេះឯងចឹងមានគិតអីផងខ្ញុំមិននឹកស្មានថាសង្គមជាមនុស្សល្អអញ្ចឹងទេណែគុំតបានគេនឹងបានសមត្ថភាពទេណាគុំអីម៉ែវាឯងមិនបានជាអញ្ចឹងទេអូលើកដៃថ្វាយព្រះមួយហើយនៅអៀនគ្នាអីទៀតម៉ែឥឡូវបានធូរហើយកូននាំគ្នាគិតគូគ្នាទៅមូលនិធិសមត្ថភាពសុខាភិបាលមាននៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈគ្រប់កម្រិតមូលនិធិសមត្ថភាពសុខាភិបាលផ្ដល់ភាពកក់ក្ដៅ